មានលោកគ្រូម្នាក់បានជួបនឹងចម្រើនហើយក៏បានសួរសំណួរខ្លះទៅកាន់ចម្រើនមើលប្អូនបើប្អូនចង់ប្រឡងជាប់ជាគ្រូពេទ្យតើប្អូនខ្លាចអ្វីជាងគេក្នុងចំណុចខាងក្រោមខ្លាចមកចូលចាក់ថ្នាំខ្លាចវះកាត់ខ្លាចខ្មោចអ្នកជំងឺខ្លាចក្លិនស្អុយឆ្អាបបាទលោកគ្រូរាល់ចំណុចខាងលើទាំងប៉ុន្មានខ្ញុំមិនខ្លាចទេបើមិនខ្លាចចំណុចខាងលើតើប្អូនខ្លាចអ្វីទៅចឹងបាទរឿងដែលខ្ញុំខ្លាចបំផុតនោះគឺខ្លាចប្រឡងធ្លាក់អូហូអេងឆ្លើយនេះពិតជាត្រឹមត្រូវហើយខ្ញុំសូមជូនពរឲ្យឯងប្រឡងជាប់ណាអស់ជាច្រើនឆ្នាំមកហើយនៅឯខេត្តកំពង់ធំមានភូមិតូចមួយឈ្មោះភូមិត្រពាំងថ្មភូមិនេះជាប់ព្រៃដ៏ធំចំណែកឯពេលយប់វិញមានសំឡេងសត្វព្រៃនិងកង្កែបក្អាត់យំនៅស្រុកភូមិយើងឥឡូវដូចជាចម្លែកណាស់មួយរយៈនេះគោនៅក្នុងភូមិឧស្សាហ៍បាត់ជាញឹកញាប់តើគិតថាជាអ្វីដែរណាគេគិតថាវាគ្មាននរណាក្រៅពីចោលទេក្មួយបើតាមវិភាគមើលទៅបើមិនមែនអ្នកភូមិនេះទេខ្ញុំវាយហើយបើនិយាយអញ្ចឹងអ្នកណាមិនខឹងប្រជាជនដែលរស់នៅទីនេះជឿជាក់ណាស់ថាមានដួងវិញ្ញាណជាច្រើនដែលរស់នៅក្នុងព្រៃនេះគិតថានៅស្រុកយើងមានខ្មោចអត់បើសិនជាមានថាខ្លាចទេបើសម្រាប់ខ្ញុំវិញខ្ញុំគិតថាវាគ្មានទេខ្មោចនោះលុះដល់ថ្ងៃមួយមានក្មេងប្រុសម្នាក់ឈ្មោះចော့ជាកូនគ្រួសារអ្នកក្រីក្រម្នាក់ឪពុកម្ដាយរបស់គាត់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ធ្វើម៉េចបានខ្លាចជាអ្នកមានដូចគេគួរឲ្យសោកស្ដាយណាស់បើខ្ញុំមានលុយរៀនដូចគេច្បាស់ជាខ្ញុំមានលុយមានផ្ទះឲ្យលោកយាយរស់នៅយ៉ាងមានសេចក្តីសុខឲ្យមើលទៅមិនយូរទេខ្ញុំនឹងឡើងទៅភ្នំពេញរកអង្គការឲ្យជួយខ្ញុំបានរៀនបន្តដើម្បីដើរឲ្យដល់តាមក្តីស្រមៃរបស់ខ្ញុំរាល់ថ្ងៃចော့នៅជាមួយជីដូនតែម្នាក់គត់នៅក្នុងខ្ទមមួយជីដូនរបស់គាត់តែងតែប្រមានថាចៅកុំសូវដាវយប់បើមិនចាំបាច់ព្រោះនៅម្ដុំនេះមានអ្វីដែលមិនអាចមើលឃើញបាននៅពេលចិត្តយប់ចော့បាននឹកឃើញថាភ្លេចទៅយកគោពេលនោះភ្លៀងធ្លាក់ខ្លាំងណាស់ចော့ត្រូវទៅយកគោនៅឯខាងកើតដែលនៅឆ្ងាយពីភូមិបន្តិចងាប់ហើយភ្លេចទៅយកគោឲ្យឆឹងនិយាយជេរងាប់ហើយអាឡ័យតាំងអង្គុយសម័យចង់ខ្លាចជាអ្នកមានភ្លេចគោនៅពេលគាត់ដើរទៅបានបន្តិចស្រាប់តែរអិលដួលតែម្ដងលាយឡំជាមួយនឹងសំឡេងទឹកភ្លៀងហើយខ្យល់បក់ធ្វើឲ្យគាត់បានស្ដាប់ឮសំឡេងហាក់ដូចជាមានមនុស្សហៅឈ្មោះគាត់មានសំឡេងស្ត្រីម្នាក់ដែលហៅឈ្មោះគាត់ដែលនៅពីខាងក្រោយចော့ក៏ងាកមើលទៅភ្លាមតែមិនឃើញមាននរណាម្នាក់សោះគាត់គិតថាប្រហែលជាគាត់អត់នឿយហើយមើលទៅរួចក៏បន្តដំណើរទៅមុខទៀតតែសំឡេងនោះក៏ហៅម្ដងទៀតចော့ក៏បានមកដល់កន្លែងដែលចងគោពីក្បាលកំពុងឈរនៅក្រោមដើមត្នោតនៅពេលគាត់ទៅស្រាយខ្សែគាត់ឃើញស្រមោលមួយឈរនៅក្បែរដើមឈើនោះដែលមានរូបរាងជាស្ត្រីវ័យក្មេងសក់វែងខ្លួនរបស់នាងសើមជោកហាក់ដូចជាទៅនឹងមកពីលេងទឹកអញ្ចឹងនាងមើលមកចော့ដោយក្រសែភ្នែកដូចមនុស្សមានទុក្ខកង្វល់ចော့ក៏ប្រញាប់សួរទៅភ្លាមថាអ្នកណាឈរនៅត្រង់នឹងធ្វើអីខ្ញុំរវាងដូចខ្មោចតិចខ្មោចដងទៅហ្នឹងសួរមិនឆ្លើយទៀតសម្លឹងមករហូតស្ត្រីនោះមិនបានឆ្លើយតបមកវិញទេនាងគ្រាន់តែលើកដៃហើយចង្អុលទៅខាងកើតដែលជាកន្លែងមានអូរដ៏ធំមួយនៅទីនោះបន្ទាប់មកនាងក៏បាត់ទៅដូចជាផ្សែងនៅពេលចော့ឃើញដូច្នោះហើយក៏មិនគិតយូរដែរប្រញាប់រត់ត្រឡប់មកផ្ទះវិញដោយមិនបានយកគោមកជាមួយផងគាត់បានប្រាប់ជីដូនទាំងដែលកំពុងហត់ខ្លាំងផងតក់ស្លុតជាខ្លាំងហើយជីដូនក៏តក់ស្លុតជាខ្លាំងហើយបានប្រាប់ទៅចော့ថាអ្វីដែលចៅឃើញនោះគឺនាងម៉ៅ
នាងជាកូនស្រីរបស់លោកគ្រូពេទ្យដែលនៅស្រុកយើងនេះគាត់បានស្លាប់ដោយសារលេខទូកនៅអូនោះកាលពី3ឆ្នាំមុនតែប៉ូលីសសង្ស័យថាជាឃាតកម្មចាប់តាំងពីនាងបានស្លាប់មកនាងមិនដែលធ្វើអាក្រក់នឹងនរណាម្នាក់ឡើយនាងតែងតែមកប្រាប់ឲ្យការពារខ្លួនមុនជួបគ្រោះថ្នាក់អ្នកណាដែលបានឃើញនាងហើយមានន័យថានឹងមានអ្វីមួយកើតឡើង ពីថ្ងៃនោះមកចកចាប់ផ្ដើមឃើញរឿងចម្លែកនៅពេលយប់គាត់បានឮសំឡេងក្មេងយំនៅក្រោយខ្ទមជីដូនបានប្រាប់គាត់ថានៅជនបទនេះមានខ្មោចជាច្រើនប្រភេទដែលបានស្លាប់នៅទីនេះ ចៅមានដឹងទេថាវិញ្ញាណទាំងអស់នេះដែលបានស្លាប់ទៅហើយពួកគេមិនដាល់ទៅណាទេគឺនៅទីនេះទាំងអស់មិនថាវិញ្ញាណក្មេងចាស់គឺសុទ្ធតែនៅចាំថែរក្សាកន្លែងនេះទីនេះវាគឺជាភូមិព្រៃអាថ័ន្តដែលអ្នកខាងក្រៅមិនអាចចូលមករស់នៅភូមិនេះបាន មួយខែក្រោយមកអ្នកភូមិទាំងអស់បានជួបគ្រោះធំមួយលៀងធ្លាក់ឥតឈប់ហើយមានដំណឹងថាមានក្រុមចោរព្រៃមួយមកលួចគោនៅពេលយប់ទៀត ភ្លៀងធ្លាក់អត់ឈប់សោះបើនៅតែធ្លាក់អត់ឈប់បែបនេះច្បាស់ជាលិចស្រែអស់ហើយមើលទៅ មានបុរសវ័យកណ្ដាលម្នាក់ឈ្មោះសឿនដែលជាមនុស្សពាក់ព័ន្ធនឹងការលិចទូកស្លាប់របស់នាងម៉ៅកាលពីមុនតែឥឡូវនេះគាត់បានត្រឡប់មកភូមិវិញហើយគាត់ជាមនុស្សអាក្រក់តែងតែលួចឆក់ប្លន់អ្នកស្រុកភូមិនៅទីនេះជាប្រចាំ យប់នេះស្ងាត់ល្អណាស់ចំជាសំណាងហើយច្បាស់ជាបានច្រើនហើយយប់នេះលើកនេះលួចឲ្យបានច្រើនម្ដងនេះ មើលទៅអ្នកភូមិច្បាស់ជាដេកលក់អស់ហើយយូរបានមកលួចដាក់ឲ្យអស់ដៃម្ដង យប់មួយចកបានចេញទៅអង្គុយលេងស្រាប់តែឮសំឡេងគោស្រែកគាត់ឃើញសឿនកំពុងដឹកនាំក្រុមចោរមួយក្រុមមកលួចគោរបស់គាត់ ជុំមានពួកចៅច្រើនម្លេះធ្វើយ៉ាងម៉េចទៅខ្ញុំស៊ូជាមួយពួកនេះមិនបានទេមៀតធំណាស់ ចកបានលាក់ខ្លួននៅក្រោមគំនរចំបើងរួចលួចមើលភ្លាមនោះមានខ្យល់បក់យ៉ាងខ្លាំងហើយមានសំឡេងស្ត្រីម្នាក់ស្រែកឮលាន់រំពងសឿនគាត់ងាកទៅមើលស្រាប់តែឃើញនាងម៉ៅឈរនៅពីមុខគាត់មុខមាត់របស់នាងស្លេឆ្លាំងភ្នែកហូរឈាមក្រុមចោរឃើញដូច្នោះក៏រត់បាត់ទៅភ្លាមនោះសឿនក៏បានស្រែកហើយក៏ដួលសន្លប់បាត់ទៅភ្លាមចោលបានឃើញហេតុការណ៍ទាំងអស់នោះហើយគាត់ភ័យខ្លាំងណាស់រួចក៏រត់ត្រឡប់មកផ្ទះវិញហើយបានប្រាប់ទៅជីដូន លោកយាយមាញ់ខ្ញុំឃើញចៅមករកលួចគោភ្លាមនោះក៏មានខ្មោចចេញមកស្រាប់តែពួកចៅនោះរត់គ្មានគិតជីវិតហើយមានចៅម្នាក់ដួលសន្លប់បាត់ទៅ ចៅកុំទៅស៊ូជាមួយពួកនេះណាប្រវត្តិអាសើនវាមិនធម្មតាទេពួកនេះលួចគ្រប់យ៉ាងសូម្បីតែត្រីងៀតហាលនៅមុខផ្ទះក៏វាលួចដែរ ខ្ញុំឃើញពួកនេះមៀតធំណាស់គួរឲ្យខ្លាចទៀតផង លុះព្រឹកឡើងមានគេរកឃើញសឿនដេកស្លាប់នៅក្បែរអូមុខស្លេកស្លាំងហាក់ដូចជាត្រូវមានគេមកច្របាច់ក វាគួរសមនឹងស្លាប់ហើយពួកនេះវាធ្វើបាបអ្នកស្រុកភូមិយើងច្រើនណាស់ហើយម្យ៉ាងទៀតពួកនេះបើនៅរស់ច្បាស់ជាអ្នកស្រុកភូមិយើងមានការភ័យខ្លាច ពី ទៀតហើ ថ្ងៃ យ នោះមកនៅក្នុងភូមិនេះស្ងប់ស្ងាត់ជាងមុនចកចាប់ផ្ដើមជឿថាខ្មោចមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេគាត់តែងតែយកផ្កាទៅដាក់នៅក្បែរអូនោះជារៀងរាល់ថ្ងៃដើម្បីគោរពដឹងគុណដល់នាងម៉ៅដែលបានជួយការពារអ្នកស្រុកនៅទីនេះ